안녕하세요. បាទជំរាបសួរបាទនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការអាននិងបកប្រែនៅអត្ថបទមួយនេះបាទអញ្ចឹងចង់ដឹងថាតើអត្ថបទមួយនេះដែលមានរូបពីរសន្លឹកដែលមានឈរជាជួរដូចជានៅក្នុងភោជនីយដ្ឋានហ្នឹងមានន័យបែបណាបាទតោះសូមមើលក្នុងចំណុចនេះ 오늘 고향 친구가 우리 집에 놀러 와서 외식을 하기로 했습니다. នៅថ្ងៃនេះមិត្តភ័ក្តិនៅស្រុកកំណើតគាត់ក៏មកលេងផ្ទះរបស់ខ្ញុំហើយខ្ញុំក៏បានសម្រេចចិត្តថាទៅញ៉ាំអាហារនៅខាងក្រៅ 우리는 먼저 스마트폰으로 검색해 봤습니다. ពួកយើងមុនគេបង្អស់គឺបានសាកល្បងស្វែងរកតាម smartphone. 그리고 맛집으로 유명한 근처 식당을 찾아 갔습니다. ហើយនឹងបានទៅស្វែងរកភោជនីយដ្ឋានដែលនៅក្បែរហើយល្បីឈ្មោះជាភោជនីយដ្ឋានដែលមានរសជាតិឆ្ងាញ់ 식당은 손님이 많아서 자리가 없었습니다. នៅភោជនីយដ្ឋានដោយសារតែមានភ្ញៀវច្រើនគឺគ្មានកន្លែងអង្គុយទេ 줄을 서서 기다리는 사람도 몇 명 있었습니다. មនុស្សដែលឈរជាជួរគឺមានប៉ុន្មាននាក់ 우리도 20분쯤 정도 기다린 다음에 들어갔습니다. ក្រោយពេលរងចាំ20នាទីហើយពួកយើងក៏បានចូលទៅ 음식이 다 맛있을 것 같아서 메뉴 3개를 시켰습니다. ភោជនីយដ្ឋាននឹងដោយសារតែប្រហែលជាមានរសជាតិឆ្ងាញ់ទាំងអស់ចង់និយាយថាម្ហូបដោយសារតែទំនងជាមានរសជាតិឆ្ងាញ់ទាំងអស់ហើយខ្ញុំក៏បានកំងចំនួន3នៅក្នុងមេនុយមុខម្ហូប 처음에는 맞는 것 같지만 우리는 다 먹을 수 있었습니다. លើកដំបូងទំនងជាច្រើនប៉ុន្តែពួកយើងគឺអាចញ៉ាំអស់បាទអញ្ចឹងនេះអត្ថបទនេះគឺខ្ញុំបានអានហើយនឹងបកប្រែរួចរាល់ហើយបាទអញ្ចឹងសិស្សនឹងយល់ថាន័យនៅហ្នឹងគឺគេចង់និយាយពីអីហើយបាទហើយអត្ថបទដែលល្អៗបែបនេះសិនបើសិស្សចង់រៀនអាចចុះឈ្មោះចូលរៀនជាមួយនឹងខាងខ្ញុំបានណាបាទហើយម៉ោងរៀនគឺម៉ោង8ដល់ម៉ោង9ពេលយប់បាទហើយតម្លៃសិក្សាមួយខែ$10រៀនផ្ទាល់តាមកម្មវិធី Google Meet មិនមែនរៀនតាមវីដេអូទេបាទហើយសិស្សចង់រៀនអាចឆាតចូលពេកបានណាបាទហើយសម្រាប់សិភៅអាពណ៌យើងមានលក់ដែរមិនថាជាសិភៅវេយ្យាករណ៍ឬក៏សារវាក្នុងហាប់ប្រូក្រាមកម្រិត1កម្រិត2កម្រិត3កម្រិត4នេះគឺក៏ខាងយើងមានលក់ដែរបាទហើយទាក់ទងទៅនឹងសិភៅមិនត្រឹមតែប៉ុណ្្នឹងទេគឺយើងមានច្រើនបាទសិភៅសកលសិភៅ grammar បាទក៏យើងមានច្រើនប្រភេទដែរបាទសិស្សចង់បានមួយណាអាចឆាតមកពេកបានបាទទាំងសិភៅក៏ដូចជាទាំងការសិក្សាបាទអរគុណច្រើនបាទជម្រាបលាជួបគ្នានៅវីដេអូក្រោយ